ជាប្តីប្រពន្ធគ្នាជាងមួយឆ្នាំទៅហើយលោករស់រាជសាលទើបដាច់ចិនទើបលាយពីប្រវត្តិស្នេហ៍យ៉ាងគួរឲ្យភ្ញាក់ផ្អើលខណៈលោកបញ្ជាក់ថាបានជួបមុខភរិយាត្រឹមតែ2ដងក៏បានរៀបការជាមួយនឹងគ្នាគឺមកទល់នៅពេលនេះគឺជា1ឆ្នាំហើយដែលលោកស្រីត្រីដាណាម្ចាស់ក្រុមហ៊ុនដាណាត្រីបានដឹកដៃស្វាមីវ័យក្មេងគឺលោករស់រាជសាលចូលរោងការជាមួយគ្នាតាមប្រពៃណីក្រុមការចូលរួមយ៉ាងកក្រឹកកក្រែងពីសំណាក់អ្នកជំនួញអ្នកសិល្បៈល្បីៗនិងអ្នកមានឋានៈមុខមាត់ជាច្រើននៅក្នុងសង្គមកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2023កន្លងទៅបន្ទាប់ពីរៀបការរួចគឺបានឃើញថាជីវិតគ្រួសាររបស់អ្នកជំនួញរូបនេះគឺរស់នៅពិតជាមានសេចក្តីសុខយ៉ាងខ្លាំងទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកទាំងពីរក៏មានភាពផ្អែមល្ហែមជាមួយគ្នាមិនធ្លាប់កើតមានទំនាស់អ្វីឡើយប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃប្តីប្រពន្ធរបស់លោកស្រីត្រីដាណាគឺហាក់កាន់តែស្និទ្ធស្នាលនិងស្រឡាញ់គ្នាលើសដើមសូម្បីតែលោកស្រីត្រីដាណាផ្ទាល់ក៏មានការចម្លែកចិត្តថាខ្លួនឯងមានអារម្មណ៍ស្រឡាញ់ស្វាមីខ្លាំងជាងពេលដែលជួបគ្នាដំបូងទៅទៀតដោយឡែកថ្មីនេះលោករស់រាជសាស្រាប់តែបង្ហោះសំណេរមួយយ៉ាងវែងឡាយរៀបរាប់ពីអារម្មណ៍បន្ទាប់ពីបានរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ថាប្រៀបដូចជាយល់សពយ៉ាងឯចឹងដែលនៅក្នុងសំណេរទាំងនេះលោករស់រាជសាបានសរសេរថាផ្ដើមពី fan លួចមើលលួចស្នេហ៍និងលួចព្យាយាមរកវិធីគ្រប់យ៉ាងដើម្បីបានជួបពេលដែលបានជួបក៏មិនទុកឱកាសចោលក៏បានសុំរៀបការភ្លាមតែម្ដងហើយក៏បានក្លាយជាប្តីប្រពន្ធត្រឹមពេលដ៏ខ្លីពេលខ្លះខ្ញុំគិតថាយល់សពមែនទេកំពុងស្រមៃមែនទេរហូតដល់ពេលនេះក៏នៅតែទទួលបាននូវអារម្មណ៍ថាវាពិតជាអស្ចារ្យសម្រាប់ខ្ញុំដែលគាត់ជាគូអនាគតមានចិត្តដូចគ្នាអារម្មណ៍ដូចគ្នាអាចផ្សងព្រេងជាមួយគ្នាតទៅមុខលើផ្លូវដ៏វែងឆ្ងាយអាចមើលថែគ្នារហូតដល់ចាស់រៀងខ្លួនលោកបន្តថាខ្ញុំបានឃើញគាត់ដំបងតាម live ហើយក៏ចាប់អារម្មណ៍ថាចង់ឃើញគាត់ផ្ទាល់នឹងភ្នែកម្ដងហើយគាត់មិនត្រឹមតែស្អាតនោះទេថែមទាំងរឹងមាំបានឃើញវីដេអូធ្វើមនុស្សធម៌របស់គាត់ខ្ញុំពិតជាកោតសរសើរពីទឹកចិត្តរបស់គាត់ណាស់ក្នុង live ស្អាតប៉ុណ្ណឹងហើយចិត្តទម្រាំនៅក្រៅស្អាតប៉ុណ្ណាទៅខ្ញុំក៏ចាប់ផ្ដើមតាមដានដឹងថាគាត់មានជីវិតតស៊ូច្រើនក៏ឆ្លងកាត់រឿងរ៉ាវជាច្រើនដោយចង់ឃើញផ្ទាល់កាលនោះឆ្នាំ2023ចុងខែ3ចិត្តចូលឆ្នាំខ្មែរក្រុមហ៊ុនគាត់មានការរៀបចំសង្ក្រាន្តឆ្នាំថ្មីធំមួយខ្ញុំក៏ទៅចូលរួមឃើញគាត់ផ្ទាល់លើឆាករៀងតូចជាងក្នុងការ live ហើយស្អាតជាងក្នុង live ទៀតឃើញហើយចាប់ផ្ដើមមានចិត្តស្រឡាញ់ក្នុងចិត្តគិតថាបើបានក៏ជាគូអនាគតមិនដឹងថាអស្ចារ្យយ៉ាងណាទេតែក៏គិតថាមិនអាចទៅរួចព្រោះមានមនុស្សច្រើនណាស់កំពុងប្រាថ្នាគាត់ដូចគ្នាលោកបន្ថែមទៀតថាក្រោយមកខ្ញុំក៏បានឆាតទិញផលិតផលដើម្បីមានឱកាសឆ្លងឆ្លើយជាមួយគាត់តែភេកក្រុមហ៊ុនបុគ្គលិកជាអ្នកកាន់មិនបានជួបដដែលចៃដន្យអីក្នុងខែ11ស្រាប់តែគាត់ reply chat ដែលខ្ញុំផ្ញើផ្ទាល់រំភើបណាស់ហើយក៏មានឱកាសបានជួបផ្ទាល់ញ៉ាំបាយជាមួយជជែកគ្នាច្រើនណាស់តែมันបានមើលមុខចំព្រោះខ្ញុំមិនសូវចេះមាត់កច្រើនទេណាត់ជួបគ្នាលើកទី2ខ្ញុំក៏សូមគាត់ជួយដណ្ដឹងតែម្ដងព្រោះមានអារម្មណ៍ស្រឡាញ់គាត់ខ្លាំងទុកយូរខ្លាចបាត់បង់ឱកាសខ្ញុំមិនដឹងក្នុងចិត្តគាត់គិតយ៉ាងណាទេតែគាត់ថាខ្ញុំនិយាយលេងព្រោះជួបទៅ2ដងសូមជួយដណ្ដឹងតែខ្ញុំថាខ្ញុំច្បាស់លាស់មកដល់ផ្ទះវិញនៅតែបារម្ភនៅតែខ្លាចព្រោះគាត់មិនទាន់ឆ្លើយលោករស់រាជសាបានសរសេរបន្តថាអ្វីដែលនៅស្មានម្ដងគឺគាត់ថាបើច្បាស់លាស់អញ្ចឹងភ្ជាប់ពាក្យតែម្ដងទើបជួប2ដងភ្ជាប់ពាក្យនៅថ្ងៃទី9ខែ11ឆ្នាំ2023ទាំងមិនទាន់បានស្គាល់គ្នាច្បាស់ខ្ញុំសួរខ្លួនឯងថាយល់សពមែនព្រោះគាត់ឆ្លើយថាព្រមថ្ងៃនេះភ្ជាប់ពាក្យស្អែកក្រោយមកខែ12ថ្ងៃទី3ឆ្នាំ2023ជាងតែ2នាក់ក៏បានចូលរោងការជាមួយគ្នាមកដល់នៅពេលនេះរយៈពេល1ឆ្នាំកន្លះហើយដែលមានឈ្មោះជាប្តីប្រពន្ធបងសូមអរគុណអូនដាណាដែលឲ្យបងស្គាល់អ្វីជាស្នេហាពិតឲ្យបងស្គាល់ភាពកក់ក្ដៅក្នុងនាមជាគ្រួសារដែលបងមិនធ្លាប់គិតថាមានថ្ងៃនេះឡើយអូនតែងតែផ្ដល់តម្លៃដល់បងនិងគ្រួសារបងជានិច្ចបងពិតជាមានសំណាងណាស់បងចង់ប្រាប់ថាអូនជាមនុស្សស្រីដ៏អស្ចារ្យម្នាក់មានបេះដូងល្អបរិសុទ្ធចេះជួយអ្នកដទៃគ្រប់គ្នាមិនថាតែថ្ងៃមុខមានរឿងអ្វីបងនឹងគាំទ្រអូន
ស្រឡាញ់អូនដូចថ្ងៃចាប់ផ្ដើមមិនប្រែប្រួលឡើយត្រីដណាប្រពន្ធសម្លាញ់